សួស្តីអ្នកទាំងអស់គ្នាយើងធ្លាប់តែលើស្រីៗតែងតែនិយាយថាចង់ឲ្យមនុស្សប្រុសហ្នឹងពពោះបង្កើតកូននៅខ្លួនឯងម្ដងថាតើវាពិបាកយ៉ាងណាថ្ងៃនឹងដែរខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងប្តីប្រពន្ធមួយគូដែលខាងប្តីគាត់សុខចិត្តពពោះបង្កើតកូននៅខ្លួនឯងរឿងនេះដែរគឺបានកើតឡើងនៅក្នុងប្រទេសជប៉ុនដែលមានកុមារីម្នាក់ដែលកើតមកក្នុងរូបរាងកាយជាមនុស្សស្រីប៉ុន្តែគាត់មានបេះដូងជាមនុស្សប្រុសប៉ាម៉ាក់របស់គាត់គឺបានដាក់ឈ្មោះឲ្យគាត់ជាមនុស្សស្រីទេតែនៅពេលដែលគាត់ធំពេញវ័យនឹងគាត់បានបដូរឈ្មោះគាត់ទៅជាមនុស្សប្រុសវិញមិនត្រឹមតែប៉ុណ្ណឹងគាត់បានទៅវះកាត់ដើមទ្រូងរបស់គាត់ដើម្បីឲ្យមានដើមទ្រូងដូចជាមនុស្សប្រុសហើយគាត់ក៏បានប្រើអរម៉ូនដើម្បីចាក់ឲ្យមានសាច់ដុំដូចជាមនុស្សប្រុសនៅពេលដែលគាត់រៀនចប់មហាវិទ្យាល័យគាត់ចាប់ផ្ដើមចេញធ្វើការគឺគាត់មានសង្សាររបស់គាត់គឺជាមិត្តភ័ក្តិដែលរៀនជាមួយគ្នាតាំងពីអនុវិទ្យាល័យមកម្លេះបច្ចុប្បន្នគាត់ជាបុគ្គលិកធ្វើការនៅមជ្ឈមណ្ឌលថែទាំចាស់ជរាមួយកន្លែងនៅកន្លែងការងារគឺគាត់មិនដែលលាក់បាំងពីប្រវត្តិរបស់គាត់ទេគឺគាត់តែងតែប្រាប់ទៅកាន់មិត្តរួមការងាររបស់គាត់ថាគាត់កើតមកជាមនុស្សស្រីប៉ុន្តែគាត់មានបេះដូងជាមនុស្សប្រុសចឹងទៅហើយមិត្តរួមការងាររបស់គាត់ក៏ដូចគ្នាគឺគេចាត់ទុកគាត់ដូចជាមនុស្សប្រុសអញ្ចឹងថ្ងៃមួយគាត់បាននឹកគិតដល់រឿងកែភេទហើយគាត់ក៏បានចង់កែភេទទោះបីជាឥឡូវហ្នឹងគាត់រស់នៅក្នុងទម្រង់ជាមនុស្សប្រុសក៏ដោយប៉ុន្តែនៅពេលដែលប្រពន្ធឯកសារអ្វីមួយគឺគាត់អត់អាចទៅសេថាគាត់ជាមនុស្សប្រុសបានទេគាត់នៅតែទៅសេថាគាត់ជាមនុស្សស្រីអញ្ចឹងហើយនៅក្នុងប្រទេសជប៉ុនដែរបើសិនបើយើងចង់បដូរភេទពីមនុស្សស្រីទៅមនុស្សប្រុសឬក៏មនុស្សប្រុសទៅមនុស្សស្រីលុះត្រាតែយើងទៅកែភេទជាមុនសិនហើយគាត់ក៏បានយករឿងទាំងអស់ហ្នឹងទៅពិភាក្សាជាមួយសង្សាររបស់គាត់ហើយសង្សាររបស់គាត់បានឮហើយគាត់អត់សប្បាយចិត្តនឹងគំនិតហ្នឹងទេដោយគាត់បាននិយាយពីហេតុផលនិងផលប៉ះពាល់ក្រោយពេលកែភេទព្រោះថាកែភេទទៅអាចមានផលប៉ះពាល់ច្រើនមួយវិញទៀតគាត់បានប្រាប់ទៅសង្សាររបស់គាត់ថាមិនបាច់ចាំទៅខំកែតែអាសបកក្រៅនឹងទេព្រោះថាគាត់អត់បានផ្ដោតទៅលើរូបរាងខាងក្រៅទេហើយបច្ចុប្បន្នអ្វីដែលគាត់កំពុងតែធ្វើជាមួយគ្នាហើយគាត់រស់នៅមួយគ្នាហ្នឹងគឺវាជាក្តីសុខពេកពន់ណាស់ទៅហើយបន្ទាប់ពីបានពិភាក្សាជាមួយសង្សាររបស់គាត់និងបានស្ដាប់ហេតុផលមួយចំនួនហើយគាត់ក៏បានបោះបង់គំនិតដែលចង់កែភេទជាមនុស្សប្រុសនឹងទៅវិញថ្ងៃមួយគាត់បាននាំសង្សាររបស់គាត់ទៅលេងផ្ទះហើយនៅពេលដែលទៅដល់ផ្ទះម៉ាក់របស់គាត់បើកទ្វារមកឃើញកូនស្រីរបស់ខ្លួនលាក់ពាក់ជាមនុស្សប្រុសគាត់អត់ពេញចិត្តហើយគាត់បាននិយាយគំរោះគំរើយដាក់កូនរបស់គាត់សួរថាតើមកមានការអីនៅនឹងហើយគាត់បានតបទៅម៉ាក់របស់គាត់ថាគាត់អត់មកមានការជាមួយម៉ាក់របស់គាត់ទេគឺគាត់មកលេងយាយរបស់គាត់ព្រោះថាការនៅពីក្មេងហ្នឹងគាត់តែងតែនៅជាមួយយាយតារបស់គាត់ហើយគាត់ស្រឡាញ់យាយតារបស់គាត់ខ្លាំងណាស់ប៉ុន្តែជាអកុសលតារបស់គាត់ក៏បានចែកឋានកាលពីប្រហែលឆ្នាំមុនហ្នឹងទៅបច្ចុប្បន្នគឺនៅតែយាយគាត់ម្នាក់ឯងទេនៅពេលដែលបានឃើញចៅយាយរបស់គាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយយាយរបស់គាត់បានសួរនាំចៅរបស់គាត់តាក់ទងពីសុខទុក្ខពីអីយ៉ាងច្រើនហើយសំណួរដែលយើងគួរចាប់អារម្មណ៍ដែលចាក់ដោតជាងគេចុងក្រោយហ្នឹងគាត់សួរថាតើពេលណាចៅរៀបការដោយគាត់អត់ដឹងថាឆ្លើយជាមួយនឹងសំណួរហ្នឹងថាម៉េចគាត់ក៏បានឆ្លើយថាខ្ញុំអត់ទាន់ចង់រៀបការទេខ្ញុំចង់នៅផឹងប្រេងធ្វើការងារសិនមូលហេតុដែលយាយរបស់គាត់សួរសំណួរអញ្ចឹងគឺដោយសារតែគាត់ជាមនុស្សចាស់គាត់អត់យល់ពីការស្រឡាញ់ភេទដូចគ្នានឹងទេគឺគាត់តែងតែចាត់ទុកចៅរបស់គាត់ជាមនុស្សស្រីបើទោះបីជាចៅរបស់គាត់លាក់ពាក់បែបមនុស្សប្រុសក៏ដោយគឺគាត់តែងតែទទួលយកអ្វីដែលចៅរបស់គាត់មានមូលហេតុនឹងហើយដែលគាត់ស្រឡាញ់យាយរបស់គាត់ខ្លាំងនៅពេលដែលគាត់ស្រឡាញ់គ្នាបាន4ឆ្នាំជាមួយសង្សាររបស់គាត់នឹងថ្ងៃមួយនឹងមានចិត្តចង់បានកូនប៉ុន្តែដោយសារតែគាត់មានភេទដូចគ្នាការបង្កកំណើតគឺវាមិនអាចទៅរួចបានទេក្រោយមកទៀតថ្ងៃមួយហ្នឹងយាយរបស់គាត់មានបញ្ហាសាច់ដុះនៅក្នុងខួរក្បាលហើយគាត់បានដួលសន្លប់ហើយគេបានដឹកគាត់ទៅមន្ទីរពេទ្យនៅពេលដែលទទួលបានដំណឹងថាយាយរបស់គាត់ត្រូវបានចូលពេទ្យគាត់ក៏បានប្រញាប់ទៅមើលយាយរបស់គាត់ហើយនៅពេលហ្នឹងដែរយាយរបស់គាត់គឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែនហើយគាត់មានបំណងប្រាថ្នាចុងក្រោយមួយគឺចង់ឃើញមុខចៅទួតរបស់គាត់នៅពេលហ្នឹងគាត់ពិតជាចង់បំពេញបំណងយាយរបស់គាត់ខ្លាំងមែនទែនហើយនៅពេលដែលគាត់បានត្រឡប់មកដល់ផ្ទះវិញគាត់បានយករឿងហ្នឹងទៅពិភាក្សាជាមួយសង្សាររបស់គាត់ម្ដងទៀតហើយគាត់បានសម្រេចចិត្តថាគាត់នឹងបង្កើតកូននៅខ្លួនឯងហើយសង្សាររបស់គាត់ក៏បានសួរទៅកាន់គាត់ថាប្រសិនបើសម្រេចចិត្តថាបង្កើតកូននៅខ្លួនឯងនៅពេលដែលពពោះជាមួយនឹងមានអាការៈតាមបែបមនុស្សស្រីហ្នឹងថាតើអារម្មណ៍គាត់នៅពេលហ្នឹងអាចទទួលយករឿងទាំងអស់ហ្នឹងបានអត់
ចាប់តាំងពីពេលហ្នឹងមកគាត់ដេកក៏គិតដើរក៏គិតហើយគិតទៀតបន្ទាប់មកក៏គាត់បានសម្រេចចិត្តថាគាត់នឹងបង្កើតកូនឲ្យយាយរបស់គាត់វិធីសាស្ត្រដែលគាត់អាចបង្កើតកូនបានគឺមានតែម្យ៉ាងគត់គឺគាត់ឈប់ប្រើអរម៉ូននិងគាត់ស្វែងរកមេជីវិតឈ្មោលដើម្បីយកមកចាក់ឲ្យមានការបង្កកំណើតថ្ងៃមួយហ្នឹងគាត់ក៏បានសួរឲ្យសង្សាររបស់គាត់ស្រាវជ្រាវតាមអ៊ីនធឺណិតតាក់ទងជាមួយនឹងការបង្កកំណើតរបស់មនុស្សស្រីនៅពេលដែលគាត់បានដឹងពីថ្ងៃបង្កកំណើតហើយគាត់ក៏បានផ្អាកចាក់អរម៉ូនហើយគាត់ទៅជួបមិត្តភក្តិរបស់គាត់ដែលជាមនុស្សផងបន្ទាប់មកទៀតគាត់បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ហើយគាត់ក៏បានសុំមេជីវិតឈ្មោលពីមិត្តភក្តិរបស់គាត់ក្រោយពីគិតមកសន្ទុះហើយមិត្តភក្តិរបស់គាត់ក៏បានយល់ព្រមឲ្យមេជីវិតឈ្មោលរបស់គាត់ហើយគាត់បានយកមេជីវិតហ្នឹងយកមកចាក់ហើយពីអាទិត្យក្រោយមកគាត់ក៏មានទងន់ពេលហ្នឹងគាត់ក៏នាំគ្នាទៅពិនិត្យពោះនៅមន្ទីរពេទ្យនៅពេលដែលទៅដល់ពេទ្យក៏បានឲ្យសង្សាររបស់គាត់ចូលទៅពិនិត្យផ្ទៃពោះប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានប្រកែកថាមិនមែនជាសង្សាររបស់គាត់ទេតែគឺជាខ្លួនគាត់ផ្ទាល់ជាអ្នកមានទងន់នៅពេលហ្នឹងដែរលោកគ្រូពេទ្យគាត់ស្រឡាំងកាំងមកសន្ទុះបន្ទាប់មកគាត់ក៏បានយល់ពីស្ថានភាពឆ្នាំ2018ខែ4គាត់បានបង្កើតកូនស្រីម្នាក់ដែលមានទម្ងន់ 3.3 គីឡូថ្ងៃមួយក្រុមការងារទូទស្សន៍របស់ជប៉ុនហ្នឹងបានទៅសភាគាត់ដល់ផ្ទះតាក់ទងនឹងរឿងរ៉ាវដែលគាត់បានបង្កើតកូនថាតើគាត់ប្រាប់កូនថាម៉េចគាត់បាននិយាយថានៅពេលដែលកូនគាត់ធំគាត់នឹងនិយាយប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់កូនគាត់គឺជាប៉ាមែនប៉ុន្តែគាត់ជាអ្នកបង្កើតកូនហ្នឹងបន្ទាប់ពីកូនគាត់មានអាយុប្រហែលជា 7-8 ខែហ្នឹងគាត់ក៏ចាប់ផ្ដើមមានចិត្តចង់បានកូនមួយទៀតហើយគាត់ក៏បានទៅសុំមេជីវិតឈ្មោលពីមិត្តភក្តិរបស់គាត់ដែរហ្នឹងដើម្បីមកចាក់ហើយបច្ចុប្បន្នហ្នឹងគាត់កំពុងតែបើពោះកូនម្នាក់ទៀតមូលហេតុដែលគាត់ចង់បង្កើតកូនម្នាក់ទៀតហ្នឹងគឺពួកគាត់គិតថាប្រសិនបើបាត់បង់ពីគាត់ទៅកូនរបស់គាត់មានបងប្អូនចឹងទៅអាចមើលថែគ្នាទៅវិញទៅមកបានខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការមើលតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយៗទៀត